បាទអរុនសួស្តីបាទបងប្អូនអរគ្នាបាទសួស្តីបងពិសិដ្ឋបាទបងសុនីបងបាទភេងអានបាទសួស្តីព្រឹកនេះខ្ញុំឡើងមកអាប់ដេតនៅក្នុង page ផ្ទាល់ហើយនៅក្នុង page ក្រុមហ៊ុន BIC ក៏នឹងអាប់ដេតដែរព័ត៌មានដូចជាកាយវិភាគទៅលើតម្លៃទីផ្សារហិរញ្ញវត្ថុប្រចាំថ្ងៃប៉ុន្តែដើម្បីឲ្យកាន់តែក្បោះក្បាយទូលំទូលាយដូចជាដើម្បីឲ្យកាន់តែលម្អិតបាទនៅក្នុងការវិវត្តនៃព្រឹត្តិការណ៍ទីផ្សារហិរញ្ញវត្ថុក៏ដូចជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយសកលបាទខ្ញុំធ្វើការ live បន្តផ្ទាល់ថែមទៀតដើម្បីចែករំលែកបាទ20ឬ30នាទីជូនដល់បងប្អូនលោកស្រីដែលនិយមតាមដានក៏ដូចជារកស៊ីជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុឬក៏ទីផ្សារខាងក្រៅផងព្រោះជាក់ស្ដែងទៅខ្ញុំជឿថាអស់លោកស្រីដែលចូលតាមដាននៅទីនេះក៏មានដែរបាទមិនត្រឹមតែអ្នករកស៊ីជួញដូរទីផ្សារហិរញ្ញវត្ថុទេអ្នករកស៊ីខាងក្រៅដូចជាដូរលុយបាទអ្នកដែលរកស៊ីលោកមាសអាជីវករលោកមាសអីហ្នឹងក៏បាទមានការតាមដានដែរទៅលើស្ពីបការក្នុងពេលបច្ចុប្បន្នដែលវាជាហត្ថពលដោយផ្ទាល់បាទសួស្តីបងឆៃហួរសួស្តីបងសំណាងអញ្ចឹងព្រឹត្តិការណ៍មានជាប្រចាំហើយសិតតែជាព្រឹត្តិការណ៍ដែលធំហើយវាប្រៀបដូចជាធានបទដ៏ក្តៅដែលពិភពលោកទាំងមូលកំពុងតែយកចិត្តបាទតាមដាននឹងយកចិត្តទុកដាក់ខ្លាំងក្លាមែនទែនទៅលើស្ថានភាពនីមួយៗដែលវាបានជាហត្ថពលដោយផ្ទាល់នឹងដល់ប្រយោជន៍ដល់ទីផ្សារហិរញ្ញវត្ថុបាទសួស្តីបងជាងម៉ូសបាទប្រចាំថ្ងៃហើយក៏វាប៉ះពាល់ដោយប្រយោជន៍ដែរទៅលើជីវភាពរស់នៅរបស់យើងទាំងអស់គ្នាបាទអញ្ចឹងមុនធ្វើការព្យាករណ៍ដូចជាចែករំលែកទៅនឹងបច្ចេកទេសជីដូក្នុងព្រឹកនេះខ្ញុំអាប់ដេតពីការវិវត្តបន្តិចស្ដីអំពីស្ថានភាពបាទទីផ្សារហិរញ្ញវត្ថុសួស្ដីបងណារីបាទលោកនេះហើយនឹងផ្លាទីនណាជាស្រ័យបងសញ្ញាឈ្មោះខុសខ្ញុំជឿថាបងប្អូនលោកស្រីតាមដាននៅក្នុងការ live តបតដូចជាការវិភាគផ្សេងដែលខ្ញុំបាទផ្ទាល់បាទឬក៏ជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុគឺបានផលចំណេញបើថាតាំងពីសប្តាហ៍មុនមកខ្ញុំបានផ្ដល់យោបល់ពីការទិញលក់មាសទីផ្សារប្រប្រាក់គឺឃើញថាមានភាពទីទាត់ហើយនឹងត្រូវច្រើនជាពិសេសការពីម្សិលថ្ងៃពីដើមសប្តាហ៍កន្លងមកបើនិយាយទៅគឺបាទទទួលបានផលក្នុងហ្នឹងស្ទើរតែ80ទៅ90%នៃអ្នកជួញដូរជាពិសេសអ្នកដែលមាននៅក្នុងក្រុម VIP ដែលគាត់ជួញដូរតាមសញ្ញាដែលខ្ញុំផ្ដល់ជូនគឺទទួលបានផលចំណេញបាទគឺផលចំណេញនឹងច្រើនមែនទែនបាទអ្នកខ្លះគាត់ដើម500ឡើងដល់1000អ្នកខ្លះដើម1000ឡើងដល់2000ហើយអ្នកខ្លះបាទដើម10000ឡើងដល់12000អញ្ចឹងទៅបាទអ្នកខ្លះឡើងគុណនឹង2បាទឬគុណនឹង3ប៉ុន្តែវាជាការ take risk ឬមួយក៏ជាការទទួលយកហានិភ័យបាទរបស់ពួកគាត់ដែលខ្ញុំមិនអាចបាទហាមឃាត់អីបានទេអញ្ចឹងអាប់ដេតតែម្ដងទៅបាទយើងឃើញថាផ្ដើមពីតម្លៃហាងឆេងមាសទៅមុននៅក្នុងទីផ្សារព្រឹកនេះបន្ទាប់ពីឡើងដល់$84ក្នុង1អោនពេលពលគឺ$3384ក្នុង1អោនកាលពីយប់មិញហើយព្រឹកមិញក៏ឡើងដល់ដែរប៉ុន្តែហាក់សណ្ដកឬរៀងនៅត្រឹងបន្តិចមើលតាមសញ្ញានេះខ្ញុំវិភាគព្រឹកមិញបាទមានន័យថាសញ្ញារង្វង់ពណ៌ខៀវនេះគឺជាសញ្ញាឬក៏បន្ទាត់ដែលរង្វង់ពណ៌ខ្មៅបន្ទាត់ទាំងពីរនេះគឺជាសញ្ញាដែលអាចនឹងជួញដូរក្នុងរង្វង់ប៉ុណ្ណឹងយ៉ាងណាក៏ដោយចែកទេសមួយមុខក៏វាមិនតាន់គ្រប់គ្រាន់ដែរបាទយើងទៅមើលពីការវិវត្តនៃសភាពការបន្ថែមទៀតខ្ញុំជំរាបជូនថាយប់មិញព័ត៌មានដែលជំរុញឲ្យតម្លៃមាសមានសន្ទុះការឡើងមកវិញនោះទី1តាក់ទងទៅនឹងបញ្ហាពន្ធគយដែលលោក Trump គាត់បានចូលដាក់បទបញ្ជាជាធរមានដាក់ពន្ធពី25ទៅ50%លើដៃនឹងលើមីញ៉ូមហើយបញ្ហាពាណិជ្ជកម្មរបស់អាមេរិកចិនដែលមិនទាន់រកដំណោះស្រាយចរចាត្រូវគ្នានៅឡើយហើយពេលល្ងាចបាទព័ត៌មានស្ដីអំពីការបង្កើតការងារគឺរបាយការណ៍ ADP Non-Farm ដែលជារបាយការណ៍បង្កើតការងារវិស័យឯកជនសំខាន់ហ្នឹងគឺបាទចេញផ្សាយដែរគឺមិនមានភាពវិជ្ជមានពលការបង្កើតការងារក្នុងខែ4បានតែ60000ទេហើយខែ5នេះបានតែ37000អញ្ចឹងការបង្កើតការងារវិស័យស្នូលហ្នឹងគឺធ្លាក់ចុះបាទដែលបង្ហាញអំពីផលប៉ះពាល់នៃសហគ្រាសរបស់សហរដ្ឋអាមេរិកហ្នឹងគឺមានអនុភាពឬក៏ថមថយហើយនៅម៉ោង9យើងឃើញថាព័ត៌មានស្ដីពី Service PMI ដែលជាការបញ្ជាទិញនៅផលិតផលឬសេវាកម្មយកមកផលិតបន្ថែមហ្នឹងក៏មានការធ្លាក់ចុះដែរព័ត៌មាន2ហ្នឹងហើយជំរុញឲ្យប្រាក់ដុល្លារហ្នឹងថមថយនិងបាត់បង់តម្លៃភ្លាមការពីយប់មិញហើយជំរុញឲ្យបីបាននឹងហាងឆេងមាសដែលធីប$1មានសន្ទុះកើនឡើងយ៉ាងណាក៏ដោយនៅក្នុងទីផ្សារអាស៊ីព្រឹកនេះបំរែបំរួលនៃប្រាក់ដុល្លារដូចជារូបិយប័ណ្ណផ្សេងមិនច្រើនទេដូចយើងមើលឃើញនៅទីនេះបាទលើយូរ៉ូធីប$1
ប្រែប្រួលតែ5ភីបទេបាទលុយផោនដុល្លារហ្នឹង 0% លុយយ៉េនជប៉ុនហ្នឹងបានតែ2ភីបឬក៏ 0.01% អញ្ចឹងទៅមិនទាន់មានអីប្រែប្រួលថែមទេបាទអ្នកជីដូតំណងជានឹងរងចាំមើលរបាយការណ៍ដូចជាព័ត៌មានបន្ថែមទៀតដែលនឹងចេញនៅក្នុងអាស៊ីលនេះហើយនឹងយប់នេះហើយខ្ញុំជឿថាអាស៊ីលនេះមានព័ត៌មានច្រើនដែរតាក់ទងទៅនឹងអឺរ៉ុបបាទស្ដីពីគោលនយោបាយរបស់របស់ធនាគារកណ្ដាលបាទឃើញថាតាមការជាកទៅមុនអឺរ៉ុបទំនងជាកាត់ថយការប្រាក់0.25% ក្នុងថ្ងៃហ្នឹងមើលតើលុយយូរ៉ូអាចជាឱកាសឬក៏ជាសញ្ញាជួញដូរទេតាក់ទងលុយយូរ៉ូនឹងរូបិយប័ណ្ណផ្សេងហើយនឹងព័ត៌មានសហរដ្ឋអាមេរិកល្ងាចនេះតាក់ទង unemployment claim បាទម៉ោង7តាមការជាកទៅមុនគឺបាទមានសភាពវិជ្ជមានគាត់មិនវិជ្ជមានច្រើនពេកទេអញ្ចឹងព័ត៌មានដែលគេរងចាំមើលសំខាន់នោះគឺនៅក្នុងថ្ងៃស្អែកឯនោះទេគឺរបាយការណ៍non-farm payroll ហើយបញ្ជាក់ថារបាយការណ៍ non-farm payroll នេះគឺជារបាយការណ៍ស្នូលនៃការបង្កើតការងារវិស័យជននៅក្នុងសហគ្រាសក៏ដូចជាប្រទេសអាមេរិកយោងតាមស្ថិតិក៏ដូចជាព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអង្គារការបង្កើតការងារឬការងារដែលនៅសល់ហើយនឹងរបាយការណ៍យប់មិញ ADP non-farm ដែលចេញផ្សាយដោយស្ថាប័នឯកជនចង្អុលបង្ហាញថាវិស័យការងារនៅក្នុងសហរដ្ឋអាមេរិកទំនងជានឹងមានការធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែ5អញ្ចឹងការព្យាករណ៍សម្រាប់ថ្ងៃស្អែកnon-farm payroll នេះមិនចង្អុលបង្ហាញភាពវិជ្ជមានទេយ៉ាងណាក៏ដោយយើងមានតែរងចាំមើលជាក់ស្ដែងទេវាឲ្យតម្រុយពីថាការងារទំនងជាមិនបង្កើតបានច្រើនទេនឹងឲ្យតម្រុយទៅមុន127k មានថាមួយ127,000ការងារដែលរំពឹងទុកហើយក្នុងខែមុន7,200,000ការងារហើយវាយោងតាមព័ត៌មានដែលភាគខាងលើទំនងជាមានសភាពវិជ្ជមានទេហើយព័ត៌មាននេះបើសិនជាពិតជាល្អមែនលុយដុល្លារវានឹងបាត់បង់តម្លៃធ្លាក់ថ្លៃធៀបជាមួយរូបិយប័ណ្ណផ្សេងហើយមាសដែលគិតហាងឆេងជាដុល្លារមានសន្ទុះកើនឡើងបន្ថែមទៀតអាហ្នឹងមកជ្រុងនៃបាទនៃព័ត៌មានសេដ្ឋកិច្ចខាងសហរដ្ឋអាមេរិកដែរហើយតាក់ទងនឹងការវិវត្តនៃសង្គ្រាមពាណិជ្ជកម្មវិញយើងឃើញថាតាមប្រសាសន៍របស់លោក Donald Trump ក៏លើកឡើងពីល្ងាចមិញថាចិនគឺបាទពិបាកក្នុងការចរចាបាទជាពិសេសលោកនិយាយដែលត្រង់ផ្ទាល់នៅការលោកស៊ីជីនពីនថាគាត់ជាមនុស្សដែលពិបាកនៅក្នុងការចរចាគ្នាយ៉ាងណាក៏ដោយភាគីទាំងពីរមានផែនការក្នុងការនិយាយជាមួយគ្នានៅក្នុងសប្តាហ៍ហ្នឹងគាត់មិនទាន់ឃើញ confirm ថានិយាយពីណាអានេះយើងរងចាំមើលពេលក្រោយទៀតបាទគាត់នេះជាការវិវត្តលោកបានលើកឡើងថាវាពិតជាមានភាពលំបាកនៅក្នុងការជជែកនិងចរចាគ្នាខណៈដែលប្រទេសទាំងពីររឹតបន្តឹងការនាំទំនិញសំខាន់ទៅឲ្យគ្នាទៅមកដូចចិនហាមឃាត់ឬក៏រដ្ឋបတ်ការនាំចេញនៅលោហៈធាតុឬរ៉ែកម្រហើយអាមេរិកហាមឃាត់ឬក៏រដ្ឋបတ်នៅការនាំចេញនៅបំណែកយន្តបំណែកយន្តហោះម៉ាស៊ីនយន្តហោះសំខាន់ហើយនឹងប្រទេសឈីបឬក៏បច្ចេកវិទ្យាជាន់ខ្ពស់ពីខាងសហរដ្ឋអាមេរិកបាទធ្វើឲ្យភាគីទាំងពីរហ្នឹងចោទប្រកាន់គ្នាថាបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបាទនេះគឺជាការវិវត្តដែលនៅក្នុងស្ថានភាពការមួយស្ពេចស្ពិលខាងរុស្ស៊ីយូក្រែននោះវិញយើងឃើញថាម្សិលមិញមានការវាយប្រហារបាទទ្រង់ទ្រាយធំមែនទែនរបស់យូក្រែនតាមរយៈដ្រូនអត់នឹងបើកដែលចូលទៅវាយប្រហារបាទទឹកដីជ្រៅចូលក្នុងទឹកដីរុស្ស៊ីក្នុងហ្នឹងបានមានដ្រូនប្រហែលជា117គ្រឿងត្រូវបោះចូលទៅក្នុងមូលដ្ឋានឬក៏មូលដ្ឋានទ័ពឬក៏យោធារបស់រុស្ស៊ីនៅក្នុងនោះធ្វើឲ្យបាទផ្ទុះបាទចិត្តកន្លែងផលិតនៅអាវុធរោងចក្រនុយក្លេអ៊ែរផងក្នុងចំណោម3កន្លែងហ្នឹងតែបកិបាទខ្លាំងមែនតើហើយនឹងមានការបំទុះនៅឯស្ពានគ្រីមេដែលបន្តជាប់តំបន់គ្រីមេទៅកាន់ទឹកដីរុស្ស៊ីហើយនេះតាមរយៈប្រសាសន៍លោកធានាសម្ដីឡាឌីមៀរពូទីនគាត់បាននិយាយទូរស័ព្ទ1ម៉ោង15នាទីជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump ថាគាត់បាទត្រូវតែសងសឹកត្រឡប់ទៅវិញទៅលើអ៊ុក្រែនវិញនេះគាត់និយាយប្រាប់ទៅខាងអាមេរិកបាទដែលត្រូវបានចុះផ្សាយដោយបាទសេតវិមានអញ្ចឹងយើងមើលថែមទៀតថាវិវត្តបែបណាគណៈពេលដែលការនិយាយគ្នាតាមខ្សែទូរស័ព្ទពីយប់មិញនោះបាទប្រធានាធិបតីរុស្ស៊ីក៏គាត់បានលើកឡើងដែរថាការចរចាគិតជាការចរចាបញ្ចប់សង្គ្រាមគឺជារឿងសារៈសំខាន់ដែលមិនត្រូវមើលម្លងបាទអញ្ចឹងគិតមកត្រឹមឥឡូវនេះវានៅស្ពេចស្ពិលហើយរឿងដែលប៉ុនកយការតម្លើងប៉ុននេះវាចូលជាធម៌មានទៅហើយព័ត៌មាន breaking news មួយទៀតព្រឹកមិញដែលចេញផ្សាយដែរនោះគឺ
ប្រធានាធិបតីអាមេរិកលោក Donald Trump គាត់បានដាក់បទបញ្ជាទៅលើការហាមឃាត់បាទប្រទេសមួយចំនួនមិនឲ្យចូលទឹកដីអាមេរិកក្នុងនោះមាន12ប្រទេសបាទ12ប្រទេសដែលព្រឹកមិញខ្ញុំបានជម្រាបជូនរួចហើយដែរក្នុងនោះមានបាទប្រទេសដែលស្ទើរជាប្រទេសដែលមិនសូវជាត្រូវជាមួយនឹងបាទអាមេរិកទេហើយក្នុងនោះមានអ៊ីរ៉ង់ផងបាទមានវេណេស៊ុយឡាផងមាន12ប្រទេសដែលត្រូវហាមឃាត់មិនឲ្យចូលហើយនឹង17ប្រទេសផ្សេងទៀតមិនអនុញ្ញាតឲ្យចូលជាសញ្ជាតិអាហ្នឹងវាតាក់ទងទៅនឹងស្ថានភាពនៃទំនាក់ទំនងការបរទេសឬមួយក៏ស្ថានភាពនៃទំនាក់ទំនងនយោបាយអន្តរជាតិរវាងសហរដ្ឋអាមេរិកហើយនិងបណ្ដាប្រទេសផ្សេង12ប្រទេសដែលមិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិកបាទក្នុងហ្នឹងមានដូចជាបាទដូចជាអាហ្គានីស្ថានបាទមីយ៉ាន់ម៉ាបាទឆាតកុងហ្គោអេក្វាទ័របាទហៃទីអ៊ីរ៉ង់លីប៊ីយ៉ាសូម៉ាឡាបាទស៊ូដង់ឬហើយនឹងយេម៉ែនបាទហើយនឹងប្រទេសមួយចំនួនផ្សេងទៀតដែលរដ្ឋបတ်ផងដែរនោះមានដូចជាគូយបាឡាវបាទសេរីយ៉ាតុងហ្គោទូកម៉ានីស្ថាននិងវេណេស៊ុយឡាសិតតែជាប្រទេសដែលយើងមិនសូវស្គាល់ហើយក៏มันជាចិត្តពោខ្លាំងក្លាប្រហែលដែរដល់ទីផ្សាររ៉ាញ់ថោកគាត់នេះវាជា breaking news មួយដែលវាបង្ហាញទំនោរតបតបនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកនេះជាព័ត៌មានសម្រាប់ព្រឹកហ្នឹងដែលក្តៅសំខាន់អាប់ដេតបាទនៅក្នុងទីផ្សារព្រឹកហ្នឹងហើយយើងរងចាំមើលបន្ថែមទៀតនៅទីផ្សារស៊ីព្រោះឥឡូវនេះម៉ោងបាទម៉ោង9ព្រឹកនៅកម្ពុជាបាទ9យប់បាទនៅទីផ្សារអាមេរិកចឹងជាព័ត៌មានដែលបាទព័ត៌មានដែលអាប់ដេតថ្ងៃហ្នឹងហើយងាកមកមើលបច្ចេកទេសជីងដូវិញបាទងាកមកមើលបច្ចេកទេសជីងដូតើអ្នកជីងដូក៏រងចាំមើលស្ទាបការបន្ថែមព័ត៌មានថ្ងៃស្អែកទេឬមួយក៏ស្ទាបការពីបច្ចុប្បន្ននៅតែបន្តជំរុញឲ្យមានសន្ទុះកាន់ឡើងមើលក្រាបនៅទីនេះបាទមើលក្រាបនៅទីនេះមានព័ត៌មាន breaking news មួយចេញពីកន្លែងលក់គ្រឿងអលង្ការនៅហុងកុងដែលបានតម្លើងតម្លៃមាសឡើងថ្លៃខ្លាំងមែនទែនបាទអញ្ចឹងព័ត៌មានទូទៅនៅចង្អុលបង្ហាញពីស្ថានភាព risk off នៅឡើយហើយចង្អុលបង្ហាញពីការគ្រប់គ្រងដល់តម្លៃមាសដែលជាអសិទ្ធិសុវត្ថិភាពនៅតែបន្តបើមានតម្រូវការនិងអាចមានការកើនឡើងថែមទៀតអញ្ចឹងសញ្ញាទោះបីជាបើមើលចែកទេសនៅទីនេះរយៈកាល long term ឲ្យឆ្ងាយទៅមាសស្ថិតក្នុងកម្រិតមួយដែលគិតនឹង overbought 3400 3500គឺជាតម្លៃមួយដែលតម្លៃខ្ពស់ដែល overbought មានថាតម្លៃដែលទិញច្រើនលើលប់ហើយប៉ុន្តែស្ភាពការបច្ចុប្បន្ននៅតែជំរុញឲ្យមានតម្រូវការថែមទៀតអញ្ចឹងកាត់ឲ្យខ្លីត្រឹមមួយថ្ងៃក៏មួយអាទិត្យបាទមើលពីកម្លាំងជួញដូរជាស្ដាយនៅទីនេះខ្ញុំផ្ដល់យោបល់បាទសម្រាប់លោកស្រីជួញដូរនៅខាងក្រៅរៀងចំណេញតិចជាងខាងក្នុងដោយសារអីដោយសារតែបាទមានពេលខ្លះតាក់ទងកម្រិតថ្លៃជួញដូររៀងឆ្ងាយគ្នាបន្តិចបាទតែនេះវាជាជំរើសសម្រាប់លោកស្រីដែលរកស៊ីទេវាមួយយ៉ាងម្នាក់បាទវាអាស្រ័យថាតើយើងចង់បានជំរើសមួយណាហើយក៏មិនបាទវាបហាឬមួយក៏មិននិយាយប៉ះពាល់ទៅលើការរកស៊ីឬអាជីវកររបស់លោកបងប្អូនលោកស្រីដែរគាត់ថានេះវាជាកលឹះនៅក្នុងការរកស៊ីផ្សេងគ្នានៃការជួញដូរឬក៏ទិញលក់តែតាមជាដំណឹងដែលខ្ញុំទទួលបានព្រឹកនេះគឺតម្លៃហាងឆេងនៅខាងក្រៅគឺកម្រិតថ្លៃរៀងឆ្ងាយកន្លែងខ្លះ$10អញ្ចឹងទៅ$20កន្លែងខ្លះ30កន្លែងខ្លះ$40ក្នុងមួយតឡឹងអញ្ចឹងទៅហ្នឹងនៅតាមបណ្ដាខេត្តផ្សេងគ្នាដែលខ្ញុំទទួលបានព័ត៌មានពីខាងអាជីវករដែលគាត់រកស៊ីលក់មាសបាទជាមួយនឹងតកែធំតែអញ្ចឹងស្ភាពការក្នុងពេលយប់មិញព្រឹកនេះបាទខ្ញុំមើលឃើញថាមាសអាចនឹងបន្តមានការកើនឡើងថែមទៀតហើយតម្លៃដែលខ្ញុំពងតគូនេះអាចនិយាយបានថាជា retracement បាទ$10ជាងហើយបាទដែលអាចគិតគូរពិចារណាក្នុងការទិញឡើងបន្ថែមទៀតនេះសម្រាប់ថ្លៃហាងឆេងមាសបន្ទាត់ក្រហមនេះគឺជាបន្ទាត់ខ្ញុំប្រើជា risk management ឬក៏ stop loss ជាដើមដែលយើងអាចដាក់ក្នុងតំបន់ហ្នឹងអញ្ចឹងកម្លាំងដែលឡើងមួយប្រាវកាលពីយប់មិញតាមរយៈព័ត៌មានហើយនឹងស្ភាពការទូទៅនេះបាទដែលបានឡើងមកប្រាវនេះហើយក៏សណ្ដកបាទក៏សណ្ដកតែស្រកចុះមិនច្រើនពេកទេ
chẳng đồng vong po đấy dừng chậm mơ tại vì break to po khai những khu này ăn lại khu họ vía cà phê sập đá môn ngày đam sập đá đây bị lại ở bên này tại đang hot tụi bây giờ phim ca thay chậm run thay vì ai chẳng like người đấy chót mình tại chạy tới trình đấu và dương mình tới bơm đòn này buồn nhẹ tinh nhẹ lốt còn mơ vì tầm lại đây mà đi thay quạt chưa ra tầm lại ca trình đấu thành độ này trong pi tầm bon đó ai bọt mai thì muối cầm đất bay pon bay rồi chợt sắp và ai tình bán hay tầm bon tí pí không cầm đất bay pon bay rồi học pi tầm bon năng thế chẳng cầu tầm bon đó cứ chỉ là riêng này bắn được stop loss với những cái tha phim ca ngày ní vì mình mà chuyển đầu không xài pram được hạ sắp điểm sao mình thì sao mấy những cú trong bay pon 400 hay bay pon hà chẳng bị lại mà đọc 8 ấy chẳng bị lại mà chặt sắp hết rồi sọ bằng tích và tầm nô nơi ai miền ca cả làm thành thiệt và nâng tẹo to tận nâng chạy tê thì hiện này thì đi hay miền cây phải pro và những này update về serum tham thiệt là mình miền bỏ miền hàng đây tê và của về này cứ vô bay và lột Donald Trump hay chỉ có ông tại rip cho kê nhé của mong 4 chiêng ấy hay giờ ai nơi mà máu pi tiền hay giờ nơi miền bỏ miền còn là mình ấy chỉ breaking news thay đi tế mới tới của bà dục chơi này hàng bài thầy chẳng cứ chạy tết cứ nhung phần hai và phần đắng hay bà con nào bằng bộ nó ní đại cho mà tạm đàn nơi không ca lại tàu này thì đi nhưng xe tha tính thì miền dạ ca lấy dạ ca mà xuống nâng dạ ca về là bằng bộ lô xây đại thừa ca chuyển đô nơi thì đi việc khác chừng đánh đọc một phê lá có chỉ chừng nuôi muối để chơi này nơi tí ní việc khác lô xây đại thừa ca đô si được non ca cọc được tên hàng trên chỉ cái chân giá này thì đi đọc được một phê lá có quan ai ban chừng đánh trong tha kiểm liệt lấy vì mình không nên chán pê chẳng việc khác tên mà ngày cho đánh ban là sao sao lá đã có chừng đánh này chỉ chiêng đại tên chỉ physical goal chỉ mía sọt nắng cứ cầm điện tay vì điện tay chiên và tay ai ta không đi mùi mà lá hay mùi đập là chẳng thể không thì đọc được phải đòn chẳng thể chẳng thưa ai ca làm yên đấy snap vào xây để tinh nôn chỉ mía đầu mía sọt nắng quạt tôi tại cho anh tràn là vì ha sắp học sắp mà rồi là không mà lắng mình có lộ trình và trăm tại cho anh buôn đọc hay là nó mình toàn lộ trình thì chẳng mà tha anh ấy riêng làm in thì mình tết chợ tô mình phải chuyển đấu hay là và cả chập các chuyển đấu bộ pi sắp đá đi sắp đáp signal đại nhầm vào đó sinh nhà chuyển đấu cứ thằng thạc sure cái sự việc rồi này tới đọc đón không thằng đón đưa cái tập đi đón thì chẳng tụi bạn họ cho nên chỉ chiến bạc hạt hay lô xe tam đá này thế này ai đừng tụi bạn chia bạn thay tiệt trên update và phản ứng sắp đáp tiếp sáp xem xe hay tiếp sáp đây nơi đã đái mình toàn miền sự việc vậy phải pro tràn thế lùi dán nông tiếp sáp được nắng khen tha thòng thôi làm lại thì mùi lá còn tay lùi dán đi bao bỏ lại lô xe để mơ bị đau trong thì phía ca bị tận môn hình tận này bà nè nhầm cua à toàn cả hôm nè rồi coi nhầm cua toàn cả hôm pi hàng lơ hàng cào chẳng mấy thà lùi dán bật chia làng tay mệt lô xe để tinh lụ lùi dán bị sai buôn mà đó sai pi sẽ bay lấy coi cho anh bạn mà dán chất pi dán này rồi coi mà dán chiêng rồi coi ai thì tham một lọt sai cho anh bạn chất mà còn bà anh em bà mơ cả bị thiệt lười dán cả phí đam sập đá môn là những bạn vừa cả bị thiệt tiệt tôn bà tân nâng lười dán thì mùi đà là chẳng cả nát đai lôi đà lá nơi cho tháo lười dán đi mơ bị cầm làng này cả lụi cho ai sọ và thải tiền sọ nơi tí ní mi này thá lười dán cầm bông tái can láng nằm lấy thì mùi đà là và những xé sọ nơi tí ní để xa tại đà lá tinh ban lười dán tới chừng môn và vì món tinh ban mà rồi sai từ 4 dán là lấy mua được lá tinh man làm rồi sai từ pi dây chiên này mình chẳng mình đây thay đô la cho tháo lùi dây là thay và lùi dây là thay mình chẳng tôi qua cả hôm đấy nơi ai tiến nơi ai mà đào tiến và tụi bay chụp chạy khi đi sân của năng lại chắc tại skip ca bảo lùi dây từng đón chứ đừng ai những ca sỏi cho mà thay tiền mà đâu cũng đặt mà rồi sai pi chiên rồi còn mà rồi sai dây không bị là rồi chẳng mơ cài hoặc thay về tới của nếu nhầm thêm cho mình được là lá đúng tiền từ mẹ nông thì scam được riêng ở đây từng pi và Americ thôi nâng bà Japan để ở những chấm mơ bị cài vật bài này cô bài bảo thành kia đã thêm tiết rôm tiền bà bài ca sự cách để tranh và tọp đây tranh update và phản ứng cho bà xong một con đó bộ lô xây từ học niệm đầu tiết để ban chỗ tạo đàn này tiền ít bà con bòn sinh há bòn chén bà con bòn bòn á bà bòn nốt bòn là rần bà bòn chiên thươn xà ly bòn chôn lai bà chẳng ở con chan là mình tén bảo ca cho mà tam đàn này tiền đi bong bị sạch cho chặt sạch mùi thì bỏ sân chỉ 2 khối chẳng bùa chia sẻ bạn bùa
លំអិតព័ត៌មានច្បាស់ងាយយល់ស្រួលស្ដាប់បាទមែនតើខ្ញុំត្រូវធ្វើការចេញវីដេអូច្រើនជាងព្រោះវីដេអូវាលឿនជាងតែ5នាទីអីចឹងទៅបានចាក់ផ្សាយភ្លាមប៉ុន្តែវាអត់ detail លម្អិតទេអញ្ចឹងពេលខ្លះយើងអ្នករកស៊ីជួញដូរក្នុងរយៈកាលមួយជុំនឹងវែងជួញដូរធំវាត្រូវការព័ត៌មានលម្អិតដើម្បីយើងបត់បែនទៅតាមស្វេការដែរអញ្ចឹងខ្ញុំក៏ឆ្លៀតដើម្បីចែកម្លែកនៅទីនេះដើម្បីបានជាកន្លឹះព័ត៌មានបន្ថែមទៀតបាទសម្រាប់បងប្អូនលោកស្រីដែលយកទៅប្រើប្រាស់មិនថាតែអាជីវកម្មរកស៊ីក្នុងទីផ្សារអីថោឬក៏ទីផ្សារខាងក្រៅខ្ញុំជឿថាវាប៉ះពាល់ដូចគ្នាគ្រាន់តែដោយតនឹងដោយប្រយោលបាទវាប៉ះពាល់ដល់ជីវភាពរស់នៅចាំថ្ងៃរបស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំអរគុណប៉ុណ្ណឹងចាស់ហើយសូមជួបគ្នានៅក្នុងបាទថ្ងៃស្អែកបន្តទៀតឬក៏ពេលរសៀលបាទមានអ្វីអាប់ដេតខ្ញុំអាប់ដេតជូននៅទីនេះបាទសូមអរគុណនិងជម្រាបលា